សួស្តីថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបនៃការធ្វើ poster បែបនេះនៅក្នុង Canva បងយើងមានផ្ទាំងកិច្ចការមួយដែលទទេនេះហើយនេះគឺជារូបដែលយើងនឹង design អញ្ចឹងនៅក្នុងការបរិច្ឆនៅរូបនេះយើងមានវិធីពីរទី1យើងធ្វើការទាញបែបនេះដើម្បីឲ្យវាពេញនៅផ្ទាំងកិច្ចការរបស់យើងហើយមួយទៀតគឺយើងមានវិធីមួយទៀតដែលងាយស្រួលជាងនឹងហើយលឿនទីមួយទៀតនោះគឺអ្នកគ្នាធ្វើការ click មកស្ដាំនៅលើរូបហ្នឹងបន្ទាប់មកអ្នកគ្នាទៅលើពាក្យនេះសិនខ្ញុំ click វាដើម្បីឲ្យវាឃើញនៅលើដើម្បីអ្នកគ្នាស្រួលមើលនេះគឺពាក្យថា set image as background សិនតែយើងចុចពាក្យហ្នឹងទៅគឺរូបហ្នឹងវានឹងពេញនៅ background របស់យើងហ្នឹង automatic ហ្មងអញ្ចឹងខ្ញុំចុចរូបហ្នឹងឃើញអត់អញ្ចឹងគឺវាពេញតែម្ដងគឺយើងមិនបាច់ចាំទាញចុះឡើងទេតោះមកយើងបានរូបហើយអញ្ចឹងមួយទៀតគឺតទៅមួយ gradient ពណ៌នេះតើយើងធ្វើបែបម៉េចនៅក្នុង Canva អញ្ចឹងដើម្បីបាន gradient នេះគឺយើង search គឺយើងចូលទៅកន្លែង element អ្នកគ្នាឃើញហើយកន្លែង element តើមកអ្នកគ្នាវាយថាយើងវាយពាក្យអីក៏បានអត់តែមួយនឹង gradient អញ្ចឹងយើងវាយពាក្យថា orange ហើយបន្ទាប់មកពាក្យថា gradient ហើយយើងមិញនេះឃើញអត់តើមកយើងឃើញនេះ gradient ហ្នឹងហើយនេះ gradient នេះតើទៅមួយនឹង photo CL ហ្នឹងយើងឃើញពាក្យជាមួយនឹង gradient អញ្ចឹងខ្ញុំយក gradient ទី1នេះតើមកយើងបាន gradient តើមកយើងធ្វើការ bridge មកអញ្ចឹងយើងឃើញថា gradient របស់យើងហើយនឹង gradient គេហ្នឹងខុសគ្នាដោយសារតែ gradient របស់គេហ្នឹងពណ៌រាងដិតជាងអញ្ចឹងណាអញ្ចឹងយើងធ្វើការស្វែងរក gradient ផ្សេងទៀតមកអញ្ចឹងវាមិនងាយស្រួលទេនៅក្នុងការរកព្រោះយើងត្រូវការស្វែងរកតម្រុំតែយើងត្រូវអញ្ចឹងណាតែបើនៅក្នុង Photoshop អីអាហ្នឹងគឺយើងអាចទាញពណ៌បានដាក់ចូលអញ្ចឹងខ្ញុំចុចសាកមួយនេះអញ្ចឹងខ្ញុំឃើញថា gradient មួយនេះគឺវាដូចជាមួយនឹង gradient ដែល poster គេ design អញ្ចឹងខ្ញុំយកមកតោះមកយើងទាញដាក់មកដែលយើងគិតថាវាសមតោះមក text បន្ទាប់មក text នេះយើងមាន text នេះអញ្ចឹង text នេះគឺដើម្បីដាក់ text នេះបានគឺទី1គឺយើងត្រូវការចូលទៅកន្លែង text នេះកន្លែង text បន្ទាប់មកយើងចុចadd the text box នេះក៏បានឬក៏យើងចុច text 3នេះក៏បានដែរតែយទូទៅខ្ញុំចូលចុចយក default text style នេះវាស្រួលយើងប្រហែលបរិយារួមឯទៀតអញ្ចឹងបន្ទាប់មកយើងឃើញថាពណ៌នៃអក្សរហ្នឹងគឺវាពណ៌ខ្មៅហើយ background យើងពណ៌ទឹកក្រូចអញ្ចឹងយើងឃើញថាវាអត់ស៊ីគ្នាទេអញ្ចឹងយើងបដូរទៅជាពណ៌សមកបន្ទាប់មកយើងឃើញថាវាស៊ីគ្នាបន្ទាប់មកយើងឃើញថា font របស់គេប្រើLiga Spartan សង្ឃឹមថាខ្ញុំអានត្រូវបើខុសអធិស្ឋានតោះមកយើង search ពាក្យ font ហ្នឹងមកអញ្ចឹងដើម្បី search font ហ្នឹងយើងចុចយកម៉ៅរបស់យើងចុចនៅលើអក្សរហ្នឹងបន្ទាប់មកចូលទៅកន្លែងនេះពេលយើងយកម៉ៅដាក់លើទៅយើងឃើញលុបពាក្យ font ហ្នឹងមកអញ្ចឹងយើងចូលពាក្យហ្នឹងមកតោះមកនេះយើងឃើញអក្សរហ្នឹងហើយបើអត់ឃើញអក្សរ Liga Spartan ទេយើង search នៅកន្លែង box នេះតែឥឡូវដោយសារយើងធ្លាប់ប្រើអញ្ចឹងយើងមានអញ្ចឹងខ្ញុំចុចយកតែម្ដងអញ្ចឹងយើងឃើញថាកម្រិតនៃអក្សររបស់យើងហើយនឹងអក្សររបស់គេនេះនៅចិត្តអញ្ចឹងដើម្បីឲ្យបាននៅចិត្តអញ្ចឹងគឺទី1យើងចុចនៅលើអក្សរហ្នឹងបន្ទាប់មកយើងចូលទៅកន្លែងនេះអក្សរ T ដែលមានសញ្ញាប្រគិនទៅឆ្វេងស្ដាំហ្នឹងយើងចុចមកបន្ទាប់មកយើងគេមានletter space ហើយនឹង line space អញ្ចឹងយើងបើយើងអត់ដឹងថាមួយណាជាមួយណាយើងអាចទាញតេស្តមើលទៅអញ្ចឹង letter space នេះយើងឃើញគឺ space រវាងអក្សរមួយទៅមួយអញ្ចឹងយើងសាកអូស line space ម្ដងអញ្ចឹង line space មានថាកម្រិតនៃអក្សរពីលើទៅក្រោមអញ្ចឹងយើងគិតថាខ្ញុំគិតតែប៉ុណ្ណឹងបន្ទាប់មកយើងឃើញថាអានេះអត់ស្មើគ្នាដោយសារតែគេយក align កថាអញ្ចឹងយើងចូលកន្លែង alignment បន្ទាប់មកយើងដូរទៅកថាវិញតោះមកយើងដាក់ប៉ុណ្ណេះអញ្ចឹងយកពេលយើងអូសទៅយើងឃើញថា grid សងខាងហ្នឹងគេវាចេញមកអញ្ចឹង
chẳng dương chỉ dùng đã viên đượcក្នុងនោះព្រោះជួនកាលដែលយើងផុសទៅលើsocial media ផ្សេងៗវាអាចនៃការក្របរូបយើងអីចឹងទៅអញ្ចឹងបើយើងដាក់តាម grid ដែលគេ auto នឹងមកវាអាចកាត់បន្ថយរូបរបស់យើងនឹងអត់ក្របទៅវាអត់បាត់ content របស់យើងណាតោះមកយើង copy អក្សរមួយនេះទៀតអញ្ចឹងដោយសារតែអក្សរនេះមានហើយអញ្ចឹងខ្ញុំ copy ទៅតែម្ដងទៅតោះមកយើងខាសមកហើយនឹងយើង control C control V នេះគ្នាដូចពូដែលយើងប្រើជាមួយនឹងផ្សេងទៀតតែទេ control C control V តោះមកយើងបានប៉ុណ្ណេះហើយតោះមកទៀតគេមាននេះsave ពីក្រោយនេះតោះមកគេមានដាក់ពាក្យ sign up today អញ្ចឹងខ្ញុំ copy ពាក្យ sign up today ទៅដាក់មួយសិន sign up today តោះមករបៀបដាក់ save នេះរបៀប push save នេះគឺយើងយក save ធម្មតាទេគឺយើងចូលទៅកន្លែង element អញ្ចឹងជាទូទៅ element គឺជាកន្លែងមួយដែលផ្ទុកនៅរបស់របរផ្សេងៗនៅក្នុងការធ្វើនៃ design របស់យើងដែលយើងអាចថាវាមានបើយើងបើជាងគេអាចថាវាជាសម្ភារៈដើម្បីធ្វើអីមួយអញ្ចឹងប៉ុន្តែ design វាគឺជាកន្លែងដែល stock ទុកនៅ element ផ្សេងរូបភាពឬក៏ graphic ឬក៏ shape អីផ្សេងៗដើម្បីឲ្យយើង design អញ្ចឹងមិនយើងឃើញគេបែបនេះ shape រៀងcircle បែបនេះអញ្ចឹងយើងចូលយកបែបនេះមកដូចគ្នាតមកទៀតយើងទាញខាងក្រោមនេះដើម្បីឲ្យវាឲ្យដូចតមកយើងឃើញថារបស់យើងហ្នឹងគឺរៀងពេលយើងទាញទៅវារៀងជាពងកំពើអញ្ចឹងស្រាប់ទៅវាមិនមែន shape ហ្នឹងទេអញ្ចឹងយើងរកមើល shape ផ្សេងទៀតអញ្ចឹងខ្ញុំគិតថា shape មួយនេះតមកយើងសាកទាញវាមកទាញវាបន្តិចអញ្ចឹងយើងឃើញថាវាជា shape មួយនេះហើយអញ្ចឹងយើងឃើញថារបស់គេមាននេះគេមានតា line outline ខាងក្រៅទេរបស់យើងមាន fill ខាងក្នុងទៀតអញ្ចឹងយើងដូរមកនេះយើងចូលទៅកន្លែងខាងលើនេះយើងឃើញមាន menu ហ្នឹងតោះមកយើងឃើញកន្លែង color នេះអញ្ចឹងយើងបិទ color ហ្នឹងមកយើងយក no color បន្ទាប់មកយើងចូលទៅកន្លែង stroke line ហើយតោះមកយើងចូលយកកន្លែង line មួយនេះហើយយើងដូរ line នេះទៅជា stroke color នេះទៅជាពណ៌សវិញអូខេហ្នឹងហើយអញ្ចឹងតោះមកយើងទាញបន្តិចមកយើងឃើញថា line របស់យើងហ្នឹងក្រាស់ជាងគេក្រាស់ជាងរបស់គេអញ្ចឹងយើងបន្ថយមកពី 4 នឹងមក2 1អីចឹងមកអូខេខ្ញុំគិតថា1សមប៉ុណ្ណឹងអញ្ចឹងយើងតមកយើង copy យកមកកន្លែង design របស់យើងវិញតមកយើងទាញដាក់ឲ្យវាស្មើ line គ្នានឹងមកនេះ line អក្សរជាមួយហ្នឹងតមកយើងពេលយើងចុចមកនេះពេលយើងចង់ចុចទៅលើកែអក្សរណាប៉ុន្តែយើងចុចទៅលើអក្សរហ្នឹងអត់បានអញ្ចឹងយើងដើម្បីចុចលើអក្សរហ្នឹងបានយើងចូលទៅកន្លែង position យើងចូលទៅ layer បន្ទាប់មកយើងទាញបន្ទាត់របស់យើងហ្នឹងដែលរៀងកំប៉ុងហ្នឹងយើងទាញឲ្យមកនៅក្រោមអក្សរមកបន្ទាប់មកយើងអាចចុចទៅលើអក្សរហ្នឹងបានហើយនេះអញ្ចឹងយើងបាននេះហើយបន្ទាប់មកយើងចង់ដាក់ line នេះអញ្ចឹង line ហ្នឹងដូចនៅក្នុងកន្លែង element ដូចគ្នាហើយបន្ទាប់មកយើង search ពាក្យថា lineយើងតមកយើងបាន line ហ្នឹងហើយតមកយើងធ្វើការ copy control C តមក control V ទៅលើទាំង design របស់យើងតមកយើងធ្វើការទាញមកយើងបន្ថយនៃកម្រាស់នៃបន្ទាត់របស់យើងហ្នឹងយើងគិតថាប៉ុណ្ណេះអូខេអញ្ចឹងយើងឃើញថា design របស់យើងរួចរាល់ហើយអញ្ចឹងគឺតែយើងធ្វើការបន្ថែមកលៀតបន្តិចទៅសារតែ design របស់យើងឃើញទៅវាដូចទៅគឺមានលក្ខណៈថាវាចង់រៀងចង់អៀតគ្នាអញ្ចឹងយើងបន្ថយកម្រិតវាឲ្យរៀងទៅលើអញ្ចឹងមួយទៀតអ្នកខ្ញុំប្រាប់មួយទៀតគឺថាពេលយើងចង់ចុចទាញអានោះតែវាដោយណា background នេះអញ្ចឹងយើងធ្វើការ lock background ហ្នឹងមកយើងចូលកន្លែង sound ហ្នឹងតមកយើង lock វាមកតមកពេលយើងធ្វើការ select ទៅលើ object ផ្សេងៗអញ្ចឹងវាអត់ប៉ះពាល់វាអត់ដោយទាំងbackground ពណ៌ទឹកក្រូចហ្នឹងទេហើយខ្ញុំធ្វើការសេរីវាបន្តិចតមកខ្ញុំ shift ទៅនេះមក
ខ្ញុំគិតថាប៉ុណ្ណេះអញ្ចឹងនេះគឺជាលទ្ធផលសម្រាប់នៃការ design របស់យើងនៅក្នុង Canva អញ្ចឹងជួបគ្នានៅវីដេអូក្រោយមួយទៀត